បាទជំរាបសួរបងប្អូនបាទនេះគឺជាការប្រកួតបាទរវាងទូកបាក់ខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌បៃតងនោះគឺជាទូកដែលមានឈ្មោះថាបាទស្បៃវែងបាទទូកនេះគឺអញ្ជើញមកពីវត្តកោះប្រាក់បាទឃុំកោះប្រាក់ស្រុកគៀនស្វាយខេត្តកណ្ដាលបាទចំណែកខ្សែទឹកខាងក្នុងនេះគឺមានឯកសណ្ឋានពណ៌សនេះគឺជាទូកដែលមានឈ្មោះថាវិចិត្រតេជោសែនជ័យបាទទូកនេះគឺអញ្ជើញមកពីវត្តកោះចរាមបាទឃុំកោះចរាមស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលដូចគ្នាបាទឥឡូវខេត្តកណ្ដាលប៉ះខេត្តកណ្ដាលបាទខុសតែស្រុកទេបាទគឺស្រុកគៀនស្វាយបាទជាមួយនឹងស្រុកខ្សាច់កណ្ដាលបាទខ្សែទឹកខាងក្នុងគឺស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាលចំណែកខ្សែទឹកខាងក្រៅនោះគឺបាទស្ថិតនៅក្នុងស្រុកគៀនស្វាយបាទខេត្តកណ្ដាលដូចគ្នាទេឥឡូវយើងឃើញថាជើងទី1នេះបាទវិចិត្រតេជោសែនជ័យបាទមើលតែក្បាលទូកទៅដឹងហើយបាទល្អណាស់បាទជើងចង្វាពណ៌សបាទឯកសណ្ឋាននោះក៏បាទពណ៌សលាយខ្មៅតិចតួចបាទឥឡូវកំពុងតែមានព្រៀបបាទខ្សែទឹកខាងក្នុងមានព្រៀបតិចតួចទេបាទឥឡូវមកដល់ទីប្រត់នេះគឺថាបាទវិចិត្រតេជោសែនជ័យបាទទទួលជ័យជំនះបាទប្រហែលជា2 3ខ្ទង់ទេបាទឥឡូវចូលដល់ជើងទី2បាទជើងទី2នេះគឺបាទមានការផ្លាស់ប្ដូរខ្សែទឹកបាទវិចិត្រតេជោសែនជ័យផ្លាស់ទៅនៅខ្សែទឹកខាងក្រៅបាទចំណែកឯស្បៃវែងបាទផ្លាស់មកនៅខាងក្នុងវិញបាទគួរបញ្ជាក់ដែរថាការប្រកួតនេះគឺជាការប្រកួតថ្ងៃទី26បាទខែ10ឆ្នាំ2025បាទក្នុងកម្មវិធីបាទនៅវត្តវិជ័យរាំងសីបាទសម្រាប់ជើងទី2នេះបាទវិចិត្របាទផ្លាស់ទៅនៅក្រៅដូចជាល្អខ្លាំងជាងជើងទី1បាទស្បៃវែងនេះកំពុងតែតាមហ្នឹងបាទក្បាលទូកបាទចង់លិចបាទទូកនេះអាលាក់មែនតើបាទឥឡូវជិតមកដល់ទីប្រត់បាទក្នុងជើងទី2នេះគឺបាទវិចិត្រតេជោសែនជ័យបាទក៏បាទជាអ្នកទទួលជ័យជំនះបាទជាលើកទី2បាទសម្រាប់ការប្រកួតជើងទី2នេះ